បងប្អូនអើយថ្ងៃនេះនាងខ្ញុំធ្វើបាយមាន់ហៃណាំចាឲ្យអ្នកផ្ទះញ៉ាំម្ដងគាត់នាងខ្ញុំមកដល់ស្រុកខ្មែរភ្លាមមកដល់ផ្ទះមិនទាន់ទេបងប្អូនកំបងបាយមាន់ហៃណាំគ្រប់គ្នាតែម្ដងជាដំបូងនាងខ្ញុំដាក់ស្ងោរមាន់ចាគឺថាយកភ្លើងមាន់សុទ្ធតែម្ដងគ្រឿងផ្សំខ្ទឹមមួយបាច់ចាចងទាំងគល់ទាំងអីមកហើយចោលអំបានគឺល្មៀតបងប្អូនថែមជាមួយខ្ទឹមក្រហមខ្ញីបងប្អូនចាយើងដាក់ស្ងោរមាន់ចោលទៅមកធ្វើជ្រក់សម្រាប់ជ្រក់នាងខ្ញុំច្បាច់ចេះថាវចាដាក់ហាន់ស្អាតៗជាមួយអំបិលសិនច្បាច់យកទឹកចេញបងប្អូនច្បាច់នៅធូរទៅគឺមានទឹកឯងបងប្អូនចាអញ្ចឹងយើងចម្រោះវាអញ្ចឹងមកព្រោះឆៃថាវវារៀងហាងបងប្អូនតើច្បាច់អញ្ចឹងបានវាលេងហាងបន្លែផ្សេងៗមានការ៉ុតចាមានជាមួយនឹងខ្ញីហើយនឹងសសក់យើងនឹងចាយើងហាន់បែបអញ្ចឹងមកបងប្អូនចាហើយបន្លែផ្សេងៗវាអត់ហាងទេអញ្ចឹងយើងបាច់ចាំច្បាច់ជាមួយអំបិលអីទេខ្ញុំធ្វើរៀងច្រើនចាព្រោះមិនអាចចូលចិត្តជ្រក់ឥឡូវដាក់អស់ហើយផ្ទេមកកធន់វិញតែជាមួយខ្ទឹមសហាន់ចំណិតនិងខ្ទឹមក្រហមទឹកត្រីម្សៅស៊ុបចាចៅអត់បានគឺប៊ីចេងចានត្រូវេកបងប្អូនអើយដើម្បីបង្កើនរសជាតិហើយសម្រាប់ស្ករសយើងដាក់ច្រើនតិចមកចុងក្រោយគឺដាក់ទឹកខ្មេះជ្រក់ដែលយើងធ្វើឆាប់បានញ៉ាំគឺប្រើទឹកខ្មេះបងប្អូនចាទឹកខ្មេះធម្មជាតិទេបងប្អូនច្បល់ចុះច្បល់ឡើងកុំភ្លេចភ្លក់បងប្អូនចាខ្វះខាតអីតាមថយតាមនឹងចុងក្រោយដាក់ម្ទេសហាន់ហើយដាក់ក្លាសេបន្តិចទៅរួចជាការស្រេចងាកមកត្រីបុកវិញគឺនេះខ្ញុំកិនចាមានខ្ទឹមសមានម្ទេសទឹកជាយើងបន្តិចបន្ថែមជាមួយនឹងទឹកដោះគោខាប់មួយចុងស្លាបព្រានិងស្ករក្រាំងអ្វីដែលចោលមិនបានគឺប៊ីចេងចានត្រូវេដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់សម្រាប់ទឹកត្រីនាងខ្ញុំអត់កិនជាមួយគ្រឿងទេគឺទុកលាយទាំងខាងក្រៅបងប្អូនហើយនឹងក្រូចឆ្មាដើម្បីកុំឲ្យហាងចុងក្រោយបន្ថែមជាមួយនឹងអំបិលម៉ត់មួយចុងស្លាបព្រារួចជាការស្រេចបងប្អូនចាឆ្ងាញ់ល្មមតែម្ដងភ្លើងមាន់យើងបានឆ្អិនរួចរាល់នាងខ្ញុំមកឆាអង្ករដើម្បីដាំបាយជាដំបូងយើងដាក់ខ្ទះឲ្យក្តៅចាក់ប្រេងឆាសញ្ញាផ្កាឈូករ័ត្នដែលមានរូបសញ្ញាបេះដូងបងប្អូនណានាងខ្ញុំប្រើតែប្រេងឆាហ្នឹងទេហើយមានសារជាតិចិញ្ចឹមអូមេហ្គា3 6 និង 9ជួយការពារការដាច់សរសៃឈាមបេះដូងល្អប្រើណាស់ប្រេងឆាហ្នឹងយើងលីងខ្ទឹមឲ្យឈ្ងុយបន្ទាប់មកចាក់អង្ករឆាចុះឆាឡើងបន្ថែមជាមួយនឹងប្រេងខ្យងបងប្អូនឆាអង្ករឲ្យសព្វគឺរួចរាល់ភ្លើងមាន់របស់យើងគឺបានឆ្អិនល្អណាស់បងប្អូនអើយនិយាយពីថាពណ៌មាន់ឡើងលឿងតែម្ដងដោយសារទឹកស្ងោរមាន់នេះនេះខ្ញុំបន្ថែមជាមួយល្មៀតយើងណាបងប្អូនទឹកស្ងោរមាន់កំពុងតែពុះយើងស្រង់កាកដែលយើងដាក់ស្ងោរមាន់មិញចេញចាក់ជាមួយនឹងអង្ករឆានឹងចូលទាំងអស់ទៅបងប្អូននេះហើយរបៀបធ្វើបាយមាន់ហៃណាំបងប្អូនចាគឺគេដាំបាយបែបហ្នឹងណាតនបាយយើងមិនតាន់ឆ្អិននាងខ្ញុំរៀបជាមួយនឹងជ្រក់ចាដាក់ចានឲ្យហើយចាគឺថា8នាក់យើងដាក់8ចានមកសម្រាប់បាយឥឡូវឆ្អិនល្មមចាជ្រួយវាបែបហ្នឹងមកទៅសោះល្អបងប្អូនយើងយកខ្លាញ់ស្ងោរមាន់បងប្អូនមកបៀកនៅកូនចានមកចាំដាក់បាយបងប្អូនយើងធ្វើជារាងកូនចានដើម្បីដាក់លើចានទៅវាកាន់តែតំណងបងប្អូនអើយនិយាយពីបាយយើងពណ៌ស្អាតណាស់រសជាតិវិញរត់តែអែមបងប្អូនដឹងទេកូននាងខ្ញុំអត់សូវញ៉ាំបាយច្រើនទេតែឲ្យទៅធ្វើបាយមាន់ហៃណាំភ្លើងមាន់ក៏គាត់ញ៉ាំអស់បាយក៏គាត់ញ៉ាំអស់និយាយទៅអ្នកផ្ទះនាងខ្ញុំបងប្អូនក៏ចូលចិត្តបាយហៃណាំហ្នឹងទាំងចាស់ទាំងក្មេងតែម្ដងបងប្អូនអើយវាឆ្ងាញ់ណាសាច់មាន់ក៏ឆ្ងាញ់អាក្នុងបាយហ្នឹងជាតិស្ងោរមាន់ក៏ឆ្ងាញ់ជាពីជាតិនោះជាតិហើយត្រូវម៉េះជាមួយអាត្រីកោះកងហើយនឹងជ្រក់យើងនឹងបងប្អូនឆ្ងាញ់នោះហើយបាយមាន់ហៃណាំបងប្អូនធ្វើតាមរបៀបនាងខ្ញុំឆ្ងាញ់ហើយអត់បាក់ធ្វើហ្មងទេបងប្អូនអាចសាកធ្វើឲ្យកូនគ្រួសារញ៉ាំបានណាបងប្អូនចាជួបជុំគ្នាហ្នឹងត្រូវលេខ1នេះខ្ញុំហ៊ានធានាថាពួកគាត់នឹងញ៉ាំបាយអស់ពីចានតែម្ដងឆ្ងាញ់ខ្លាំងណាបងប្អូនហើយសម្រាប់មាន់បងប្អូនចង់ដាក់ទាំងមូលដូចនាងខ្ញុំក៏បានបងប្អូនចង់កាប់ក៏បានដែរប៉ុន្តែនាងខ្ញុំចង់បានមួយភ្លើអញ្ចឹងណាពេលយើងហែកវាមកវាសរសៃឆ្ងាញ់ណាបងប្អូនមួយមុខនេះបើបងប្អូនចេះហើយផ្សំគ្រឿងត្រូវបងប្អូនអាចធ្វើលក់បានឆ្ងាញ់ខ្លាំងធានាថាមានម៉ូយជាប់តែម្ដងអនាគតទៅមើលទៅនាងខ្ញុំនឹងធ្វើបាយហៃណាំនឹងលក់មុខផ្ទះហើយព្រោះធ្វើម្ដងណាក៏មានអ្នកតសើហើយឆ្ងាញ់តែមកញ៉ាំខ្លួនឯងក៏ឆ្ងាញ់ដែរបងប្អូនជួយគ្រប់ត្រូលអត់បើគ្រប់ត្រូលបងប្អូនជួយខមមិនក្រោមផងនាងខ្ញុំសនុកធ្វើតេបើថាតេមើលទៅគ្រប់ត្រូលច្រើនគឺលក់ឲ្យបងប្អូនញ៉ាំតែម្ដងចាវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ